ជំរាបសួរនេះបងប្អូនថ្ងៃហ្នឹងខ្ញុំបង្ហាញអំពីការ enable user សារបាទអញ្ចឹងយើង log ចូល Windows យើងសិនអាហ្នឹងឈ្មោះ Windows យើងបាទចូល connection តោះមកចូលកន្លែងនេះចេញ click មកស្ដាំយកពាក្យថា property បាទបន្ទាប់មកចូលពាក្យថា security បន្ទាប់មកយកជ្រើសរើសយកពាក្យថា Azure Server and Windows authentication mode បាទចូលកន្លែងហ្នឹងទៅអូខេតោះមកគេថា some of configuration change will not take effect យើងទៅ reset មកវាថាចូល restart ពីមើលស្រាមទៅវាថា restart yes ចាំសិនបាទបន្ទាប់មកយើងជួយពាក្យថា security ដែលយើងត្រូវការរើសuser សារយើង enable user សារយើងជួយពាក្យថា login នេះត្រង់ user សារអញ្ចឹងយកពីមកស្នាពាក្យថា property បន្ទាប់មកជួយពាក្យថា setters ចឹងវាថា enable តបមកអូខេបាទចូល refresh ទៅបាទហើយណាបាទយើងសាកទៅចុះតែដោយសារតែយើងអត់ដឹងថា password វាអត់ដឹងថា password មកទេអញ្ចឹងទៅកាដូ password នេះសិនជាវាថា property ដែរបាទនេះកន្លែងនេះអញ្ចឹងកន្លែងនេះខ្ញុំដាក់ថា1 2 3អញ្ចឹងហើយនេះ1 2 3ដែរចុចអូខេទៅបាទអញ្ចឹងនេះទៅការចូល log Windows សាររបស់យើងអាហ្នឹងវាជា admin នៅក្នុងកុំព្យូទ័រយើងក៏មាន admin ដែរអញ្ចឹង admin គឺ user សារហ្នឹងឯងវាមានសិទ្ធិគ្រប់សកម្មភាពទាំងអស់បាទហើយវាអាចទៅ connect ទៅកុំព្យូទ័រផ្សេងៗបានទៀតឲ្យតែមាន Azure server ដូចគ្នាអញ្ចឹងអាច connect ទៅ server បានដោយយើងប្រើ user សារហ្នឹងឯងតែមិនសិនយើងប្រើ Windows បានតែក្នុង Windows យើងទេនៅក្នុងកុំព្យូទ័រយើងគឺច្រើនយើងប្រើប្រាស់រាល់ថ្ងៃហ្នឹងយើងអត់បាន enable user admin យើងទេបាទយើងប្រើតែ user ធម្មតាទេបានអញ្ចឹងយើងអាហ្នឹងយើងប្រើ user admin បាទចុចពាក្យថា Windows server ចុចពាក្យថាសារមិញបាទអញ្ចឹង password 1 2 3អត់ជិះ remember ក៏បានដែរចុចនេះបាទអញ្ចឹងវាចូលបានយើងអាចទៅចាប់កើត keyboard ផ្សេងៗបាននេះបានទាំងអស់បាទយើងអាចមានសិទ្ធអាចដល់សិទ្ធផ្សេងៗបានទាំងអស់បាទអញ្ចឹងអរគុណតែបើសិនជាឆ្ងល់អីថាវាអត់សូវច្បាស់អញ្ចឹងបើសិនជា log មកកាតអីអាចជួយ comment ក៏បានដែរនៅ channel របស់ខ្ញុំបាទ channel របស់ខ្ញុំឈ្មោះដំណើរហើយអត់មានរូបភាពទេprofile របស់ខ្ញុំបាទទៅឬក៏ email ក៏បានដែរ email dbts@gmail.com បាទអរគុណ Thank you